អញ្ញាគ្រប់ជំរាបសួរប្រិមិត្តនៃអង្គភាពសារព័ត៌មានគេហទំព័រស្រឡាញ់យុទ្ធធម៌វត្តមានខ្ញុំបាទច័ន្ទអឿនកំពុងតែស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ3បាទនៅមុខនឹងបូរីបាទហុបថ្មីគម្រោងមួយដែលបាទនៅមុននេះបន្តិចបាទគឺបានប្រទះឃើញបរិះម្នាក់ដេកស្លាប់នៅនឹងមុខបរិយផ្ទាល់តែម្ដងបាទយ៉ាងណាយើងទៅស្ដាប់នៅបងប្អូនដែលសពខាងលើនេះផ្ទាល់តែម្ដងបាទនេះសាច់ញាតិរបស់គាត់បាទប្រិមត្តយើងឥឡូវនេះគឺសាច់ញាតិបានមកដល់ហើយបាទហើយគាត់នៅរស់នៅកាលណាដែរបងបាទហើយបឋមគឺបរិយដែលមានវ័យមើលយើងមើលទៅប្រហែលជា40ឆ្នាំជាងបាទប្រិមត្តយើងគឺមិនស្គាល់ខ្ញុំឃើញមិនស្គាល់បាទសំណាក់គាត់នៅខាងខេត្តព្រៃវែងបាទប្រិមត្តបាទប្រិមិត្តនេះយើងមិនទាន់ដឹងថាបងប្អូនស្រីខាងលើនេះជាសាច់ញាតិឬក៏យ៉ាងណានោះទេតែបានមកដល់ទីតាំងខាងលើហើយហើយកំពុងតែពិនិត្យមើលតែការសង្ស័យថាជាសាច់ញាតិជាបងប្អូនប៉ុន្តែយើងមិនទាន់ដឹងថាច្បាស់ជាសាច់ញាតិគាត់ឬក៏យ៉ាងណាទេចំពោះគាត់កំពុងតែពិនិត្យមើលដែរបាទប្រិមិត្តនៅទីតាំងខាងលើនេះផ្ទាល់តែម្ដងចំណាំណាបាទអូប្រពន្ធលែងគាត់មានកូនចៅម៉ានអ្នកដែរបងបាទសាច់ញាតិគាត់ក៏មើលសិនគាត់ក៏មើលឥឡូវឲ្យច្បាស់អូគាត់មើលទៅនឹងឆ្លែតបាទនេះត្រូវបងខ្លាយអ្នកស្រីត្រូវជាបងប្រកានេះបឋមដោយសារគាត់មើលអត់ច្បាស់បាទប្រិមិត្តហើយគាត់កំពុងឆែកមើលថាចំណាំកន្លែងណាខ្លះអញ្ចឹងណាបាទព្រោះណាផងមកនៅចំណាយបងប្រុសយើងគាត់ដឹងថាឈ្មោះអីទេប៉ុន្តែស្រុកណាប់គឺនៅខាងខេត្តព្រៃវែងហើយលែងលះជាមួយប្រពន្ធរបស់គាត់ហើយគាត់មកធ្វើការរយៈពេលមួយអាទិត្យហើយគាត់ថាយ៉ាងម៉េចដើរមកតែតក៏បានជាប់មកស្លាប់នៅនឹងកន្លែងកាត់ហាត់នេះតែម្ដងគាត់ស្លាប់នេះហើយទីតាំងគឺនៅតាមប្រទេសនេះហើយបាទប្រិមិត្តឥឡូវកំពុងតែពិនិត្យមើលរូបភាពបាទហើយបាទចុះអត់ចំណាំបងខ្លួនឯងទេបងអូនមកគាត់វានឹងផ្លែចំណាគាត់រៀងនេះជាងនឹងរៀងស្គមជាងនឹងអត់ទៅគាត់បងចឹងបានថាមុខចឹងគាត់ផ្លែព្រោះគេតែចឹងថាបងខ្ញុំថាខ្ញុំខំស្រោបមកបាទគាត់ទៅចាញ់ពីខ្ញុំហេតុអាទិត្យមុនហ្នឹងចាញ់ពីអាទិត្យមុនហ្នឹងទេចាហើយអ្នកគេលួសលាហាននៅចិត្តទទួលជួលខ្ញុំឡៃធ្វើការគេថាបងប្រុសគឺធ្វើកាយណាឥឡូវគាត់លេខមួយស្លាប់បានខ្ញុំរត់រះមកខ្ញុំចាញ់មកបាទខ្ញុំភ័យចឹងដែរព្រោះថាធ្វើការសំណងអូបាទប៉ិនឥឡូវហ្នឹងមិនមែនទេអញ្ចឹងណោះឬក៏ប្រហែលបាទឥឡូវច្បាស់ជាបងប្រុសគាត់ដែរបងវាមិនទាន់ច្បាស់លាស់មែនតើនេះបងឈ្មោះគាត់នេះតែបងប្រុសខ្ញុំនឹងគាត់ឈ្មោះសុំនៅគាត់នៅខាងកែតព្រៃវែងត្មងហើយគាត់សុំនៅអាយុប៉ុន្មានដែរអាយុខ្ញុំគាត់ស្លាប់គាត់ឆ្នាំកោដល់អាយុប៉ុន្មានដែរពី40ស្ដើងឯចា42 43អីចឹងគាត់មានប្រពន្ធកូនណាស់ទេនេះគាត់នៅដល់ការមួនឡើយនៅប្រសាច់លឺហ្នឹងហ្នឹងមើលរូបហ្នឹងមើលស្លាប់ទេបាទមានอะไรយ៉ាងណាដែរសាច់ញាតិរបស់គាត់បងមិនទៅមុខស្អឹងតែគាត់នេះដូចហៅមុខពេលចឹងនេះដែរអូនបាទគាត់នៅខាងខេត្តព្រៃវែងមកប្រិមត្តយើងមិនឈ្មោះទេបងប្រុសខ្ញុំគាត់ឈ្មោះសំនៅសាន់សំនៅមកសាន់សំនៅអាយុ40ឆ្នាំជាងចាគាត់ហើយគាត់មានប្រពន្ធកូននៅគាត់មានប្រពន្ធហើយកូនគាត់3នាក់ប្រុស2ស្រី1តែគេលែងគ្នាតាំងពីការជុំហើយនេះបាទហើយគាត់មកធ្វើការសំណងទេចឹងគាត់មកធ្វើសំណងរយៈពេលប្រហែលថ្ងៃហើយតាំងពីយីរួមតាំងពីជុំហើយគាត់មកធ្វើការសំណងហ្នឹងមើលចាំគាត់មានស្នាមហ្នឹងមែនមើលហ្នឹងមែនអូនគាត់មានស្នាមដែងកាគាត់ហ្នឹងហើយក្នុងស្នាមហ្នឹងមែនមើលច្បាស់មើលអូនឯងត្រូវបង្កើតអីខ្ញុំប្អូនស្រីគាត់បង្កើតមានលក្ខណៈចំណាំដូចថាទេតាណាអីដែរណាខាងឆ្វេងហើយខាងស្ដាំគាត់ទេតែខាងណាខ្ញុំមកបានជួបគាត់ពេទ្យ
បាទប្រិមត្តគាត់អត់ទាន់ច្បាស់ទេថាមិនដឹងថាបងគាត់ពិតប្រកបឬក៏យ៉ាងណាបាទចាអញ្ចឹងយើងក៏អត់អត់ទាន់ច្បាស់ហើយខ្ញុំអត់ទាន់ច្បាស់ដែរព្រោះគាត់ជួយរឿងហៅមុខអញ្ចឹងណាគាត់នេះក៏ហ្នឹងហើយប្រិមត្តយើងឥឡូវយើងមិនទាន់ប្រកបទេសូម្បីតែប្អូនស្រីក៏គាត់អត់ទាន់ប្រកបថាបងគាត់បង្កើតឬក៏មិនមែនដែរបាទប្រិមត្តយើងហើយទីតាំងខាងលើនេះកំពុងតែបង្កឲ្យមានការភ្ញាក់ផ្អើលមែនទែនបាទប្រិមត្តសូមបញ្ជាក់ថាទីតាំងគឺស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ3មុខនឹងបូរីបាទពិភពថ្មីគម្រោងមួយបាទក្នុងសង្កាត់ពើងចេតេខណ្ឌកំពូលរាជធានីភ្នំពេញបាទហើយបរោះដែលបានខ្យល់កបាទស្លាប់នៅក្រោមដើមឈើនៅនឹងមុខបូរីខាងលើនៃសាលាមីគីវេនេះគឺនៅវេលាម៉ោង 12:30 នាទីបាទថ្ងៃត្រង់ទៅថ្ងៃទី30ខែមេសាឆ្នាំ2024ហើយបង្កមានការញាក់ផ្អើលមែនទែនទៅដល់បងប្អូនប្រជាពលរដ្ឋនៅជុំវិញនៅទីតាំងកន្លែងការហាក់នេះតតែម្ដងបាទឥឡូវនេះសពគឺត្រូវបានគ្របបិទបាំងវិញហើយដោយមិនប្រកាសទេថាជាបងប្អូនជាមួយបាទប្អូនស្រីដែលមកមើលមិញនេះផងដែរបាទប្រិមិត្តតែគាត់មិនទាន់ច្បាស់ថាជាបងគាត់បង្កើតឬក៏យ៉ាងម៉េចនោះទេបាទដែលគាត់គ្រាន់តែមើលដំបងគាត់ថាជាបងគាត់ហើយដល់ក្រោយមកគាត់ពិនិត្យបច្ច័យបន្ថែមគាត់ថាដូចជាមិនមែនទេដោយសារតែរូបភាពនៃសពខាងលើហ្នឹងគឺរៀងមានសភាពហើមបាទអញ្ចឹងគាត់អត់ទាន់ហ៊ានទទួលដែរថាជាបងគាត់ឬក៏យ៉ាងណានោះទេបាទប្រិមិត្តហើយទីតាំងខាងលើយើងឃើញមានវត្តមានកម្លាំងចក្រវិធីសាស្ត្រនៃកសលវិច័យបានចូលមកធ្វើកសលវិច័យចំពោះសពបាទបុរសម្នាក់ដែលបានដេកស្លាប់នៅនឹងក្រោមដើមចប៉ាមួយកន្លែងនេះហើយបាទប្រិមិត្តបាទអរគុណណាស់យើងមិនមានអីបន្ថែមទេយើងសូមបញ្ចប់នៃការផ្សាយតែប៉ុណ្ណេះរាល់ពាក្យពេចន៍ឬលួចដោយប្រការណាមួយបាទសូមមេត្តាខន្តីអភ័យទោសដល់រូបខ្ញុំបាទបងក៏ដូចជាក្រុមការងារបាទសម្រាប់ព័ត៌មានលម្អិតយើងនឹងធ្វើការអប់ដេតបន្ថែមនៅពេលក្រោយបាទសូមអរគុណ